សួស្តីទាំងអស់គ្នាចានេះវិញមកជួបគ្នាទៀតហើយសុខសប្បាយទេទាំងអស់គ្នាចាអ្នកទាំងអស់គ្នាថ្ងៃមុននេះខ្ញុំបានលើក live Facebook និយាយពីរឿង20%ដែលរដ្ឋគេឲ្យយើងខ្ចីចាអញ្ចឹងនៅតែមានបន្តជាមួយបងប្អូនខ្មែរយើងច្រើនអ្នកខ្លះគាត់បានតាម Facebook Live នេះខ្ញុំអញ្ចឹងខ្ញុំក៏លើក reel យកមកចែកកម្លែកទៀតហើយចាអញ្ចឹងអ្វីដែលខ្ញុំចង់សង្ខេបឲ្យខ្លីចាគឺយើងនិយាយពីរឿងការខ្ចីលុយដែលរដ្ឋគេឲ្យយើងវិញនេះខ្ញុំសូមបញ្ជាក់ថាលុយហ្នឹងគឺរដ្ឋឲ្យយើងហ្នឹងមិនមែនឲ្យយើងទៅទេគឺឲ្យយើងខ្ចីយកមកដាក់ដើមទិញផ្ទះចាអញ្ចឹងគឺយ៉ាងណាមិញគេឲ្យយើង5-10,000ឬមួយ20%ចិត្តយោងទៅលើតាមតួលេខមួយណាម៉ាត់មុនអញ្ចឹងណាចាអញ្ចឹងបើសិនជាអ្នកខ្លះគាត់ទិញតែថ្លៃម្ដង1លានអញ្ចឹងគឺគេកំណត់ឲ្យយើងតែ5-10,000ទេតែបើសិនជានៅតំបន់ខ្លះអ្នកទាំងអស់គ្នាអាចទិញបានអញ្ចឹងយើងអាចដាក់20%អញ្ចឹងទៅអញ្ចឹងគេនិយាយក្នុង either 20%ឬមួយ5-10,000ដុល្លារហ្នឹងអញ្ចឹងយ៉ាងណាមួយទៀតដែរនេះខ្ញុំចង់បញ្ជាក់ថា program នេះគឺបានតែក្នុងកលីទេចាអញ្ចឹងបើសិនអ្នកទាំងអស់គ្នា apply នៅ state ក្រៅគឺអត់ទេហើយសម្រាប់អ្នកដែលគាត់ទិញផ្ទះលើកទី1អត់ដែលមានផ្ទះពីមុនមកអ្នកទាំងអស់គ្នាពួកកម្មវិធីនេះគឺគេសម្រាប់ជួយឲ្យ first time buyer សម្រាប់ជួយឲ្យ first time home owner ដែលគាត់អាចមានលទ្ធភាពបានតែគេដែរចាប៉ុន្តែចង់និយាយថាលុយ20%នោះគឺគេឲ្យយើងនឹងគេឲ្យយើងខ្ចីអញ្ចឹងបានន័យថាគឺបើសិនជាយើងទិញផ្ទះឧទាហរណ៍តម្លៃប៉ុណ្ណាក៏ដោយគឺគេឲ្យយើងនឹងគឺ5-10,000នឹងយើងទៅដើមទិញផ្ទះ5-10,000នឹងគឺយើងគេឆាយការប្រាក់យើងទេយើងអត់មានបង់លុយ payment នឹងទេចាគឺយើងអាចនិយាយទៅ qualify គឺចំណេញបានយើងអត់បង់ mortgage insurance ហ្នឹងហើយយើងចំណេញបាន payment បង់យ៉ាងថោកព្រោះដោយសារអីគឺយើងអត់បង់ 20% ហ្នឹងចឹងប៉ុន្តែយ៉ាងណាមិញគឺ loan នឹងគឺរយៈពេល30ឆ្នាំនៅក្នុងហ្នឹងអញ្ចឹងអ្នកទាំងអស់គ្នាមាន loan 2គឺ loan 20%មួយនិង loan 80%មួយចាអញ្ចឹងយ៉ាងណាមិញយើង is a good thing យើងអត់មាន make payment ទៅផ្ទះហ្នឹងទេប៉ុន្តែបើសិនជាក្នុងករណីថ្ងៃក្រោយយើងសាររើសំណុំឯកសារ refinance ផ្ទះហ្នឹងវិញឬមួយយើងត្រូវការលក់ផ្ទះហ្នឹងវិញគឺអ្នកទាំងអស់គ្នាត្រូវសងលុយ20% down របស់គេហ្នឹងយកមកឲ្យគេវិញបូករួមជាមួយហ្នឹងគឺ20%ទៀតដែលយើងចំណេញនៅក្នុងផ្ទះហ្នឹងអញ្ចឹងណាអញ្ចឹងគឺយើងត្រូវឲ្យគេវិញពេលដែលយើង refinance ឬមួយពេលដែលយើងលក់ផ្ទះហ្នឹងអញ្ចឹងយ៉ាងណាមិញខ្ញុំចង់និយាយថាអ៊ុបចាប់លើអ្នកទាំងអស់គ្នា sorry អ្នកទាំងអស់គ្នាមកនេះខ្ញុំនៅកន្លែងធ្វើការដល់ពេលអញ្ចឹងភ្លើងនឹងវា auto shut off បើសិនជាអត់មានអ្នកណាគេនៅអញ្ចឹងណាចាអញ្ចឹងខ្ញុំចង់ត្រឡប់ទៅវិញចាគឺគេឲ្យយើងខ្ចី20%ណាចាពេលដែលយើងលក់ផ្ទះមួយ refinance គឺយើងត្រូវសងគេវិញអញ្ចឹងណាចាអញ្ចឹងលក្ខខណ្ឌហ្នឹងហើយណាមួយដែរនេះខ្ញុំសូមបញ្ជាក់បន្តិចសម្រាប់បងប្អូនខ្មែរយើងដែលគាត់ចាប់អារម្មណ៍ចង់ដឹង program ហ្នឹងចាយើងត្រូវការចំណូល income ខ្ពស់ពីព្រោះអីដោយសារគេតម្រូវឲ្យដឹងថាតើសមត្ថភាពយើងអាចមានលទ្ធភាពបង់ផ្ទះហ្នឹងរួចអត់អញ្ចឹងសម្រាប់បងប្អូនខ្មែរយើងដែលគាត់ទេសួរនេះខ្ញុំថា program ហ្នឹងគឺសម្រាប់អ្នក low income មិនមែនតែអ្នកទាំងអស់គ្នា program ហ្នឹងគឺគេតម្រូវឲ្យចំណូល income យើងពិតប្រាកដអញ្ចឹងសិតតែអ្នកដែលគាត់មានចំណូល income 10,000ឡើងបើយើងអាចនិយាយបានតែនេះខ្ញុំនិយាយ10,000ឡើងហ្នឹងគឺដោយសារនេះខ្ញុំសម្អាងនិយាយនៅតំបន់ម្ដុំយើងចាំដូចជា Norwalk ឡុងបិចអីហ្នឹងផ្ទះភាគច្រើន single family សិតតែ70,000 80,000ឡើងអញ្ចឹងយ៉ាងណាមិញពេលដែលយើងដាក់20%ដល់គឺយើងនៅជាពាក់គេ80%គឺយើងតម្រូវឲ្យចំណូល income យើងហ្នឹងក៏ចូលខ្ទង់ប្រហែលជា10,000ជាងដែរចាអញ្ចឹងយ៉ាងណាមិញពេលដែលយើងទិញចូលគ្នាជាមួយនឹងពីអ្នកប្រៃពុនឬមួយយើងទិញចូលគ្នាជាមួយបងប្អូនចាគឺយើងអាចបានអញ្ចឹងសំខាន់គឺសំណុំឯកសារយើងគឺយើងត្រូវរៀបចំសំណុំឯកសារហ្នឹងយើងត្រូវឲ្យវារួចរាល់ approve ឲ្យរួចរាល់មុនថ្ងៃ23 24នេះព្រោះផុតកំណត់គឺគេពេលដែលនេះហើយគឺយើងនឹង apply ទៅហើយណាមួយបន្ទាប់ពីយើង qualify program ហ្នឹងគឺយើងត្រូវទៅរៀន online នៅក្នុងនឹងដែរចាដូចយើងបង់សេវាកម្មឲ្យទិញថ្លៃរៀន online ហ្នឹងគឺ100ម្នាក់100ចាអញ្ចឹងសម្រាប់ loan នឹងមួយចាគឺយើងចូលទៅ log in នៅ link ហ្នឹងទៅគឺយើង apply ប៉ុន្តែបន្ទាប់ពីយើងបាន qualify program ថាតើយើងទៅរួចអត់យើងទិញបានថ្លៃប៉ុណ្ណាទៅតាមតំបន់ដែលយើងចង់ទិញហ្នឹងអញ្ចឹងបន្ទាប់មកហើយគឺយើងទៅ apply នៅ online នឹងអ្នកទាំងអស់គ្នាបន្ទាប់មកហើយបានយើងដាក់ឈ្មោះយើងចូលទៅក្នុងជាមួយនឹងឈ្មោះអ្នកដទៃដែរចាអញ្ចឹងគេចាប់ឆ្នោតបើសិនជាគេចាប់ឆ្នោតឈ្មោះយើងត្រូវចាអ្វីដែលល្អគឺយើងអត់មានដូចចង់និយាយថាមិនមែនត្រូវទៅរកផ្ទះបានលុយនឹងមានទេ at least យើងគេអាចទុកលុយនឹងនៅជាមួយយើងអញ្ចឹងយើងអាចមានពេលវេលាទៅរកមើលទិញផ្ទះបានដូចជាគេឲ្យយើង3ខែទៅ6ខែអញ្ចឹងណាអញ្ចឹងយ៉ាងណាមិញព័ត៌មានហ្នឹងគឺយើងនឹងដឹងជាក់ស្ដែងពេលដែល program ហ្នឹងចេញមកប៉ុន្តែឥឡូវហ្នឹងគឺចង់និយាយថាទូគឺបើសិនអ្នកទាំងអស់គ្នាចាប់អារម្មណ៍គឺយើងត្រូវរៀបចំសំណុំឯកសារយើងទៅហើយដូចជា file អីហ្នឹងអញ្ចឹងយ៉ាងណាមិញពេលអ្នកទាំងអស់គ្នាមុននឹងផ្ញើទៅ IAS អ្នកទាំងអស់គ្នាផ្ញើទៅខ្ញុំសិនអញ្ចឹងយ៉ាងណាមិញខ្ញុំសូមបញ្ជាក់ថា program នេះមិនមែនចំណូល income ទេអ្នកទាំងអស់គ្នាគឺជា program ដែលយើងតម្រូវឲ្យយើងមានចំណូល income ប៉ិតប្រាកដទាំងអស់ចាគឺយើងអាចលាក់ឡអត់អាចចង់និយាយថាចំណូល income យើងតប10,000ជាងមិនទិញបានហើយពេលដែលយើងទិញគឺយើងអាចចូលគ្នាជាមួយបងប្អូនដែលគាត់ដែលមានផ្ទះឬមួយប្តីប្រពន្ធអីហ្នឹងគឺយើងអាច count ទៅជាមួយគ្នាបានបន្ទាប់មកគេ qualify យើងបន្ទាប់ពី qualify យើងគេ approve យើងអូខេ loan យើង qualify បានប៉ុណ្ណេះបន្ទាប់មកគឺយើងទៅដាក់ចាប់ឆ្នោតយើងចូលទៅក្នុងលីកជាមួយគេដែរបន្ទាប់ពីយើងចាប់បានលីកហ្នឹងហើយអញ្ចឹងអាលីគេទុកពេលវេលាយើងក្នុងរយៈពេល3ខែទៅ6ខែហ្នឹងចាប់តាមទៅរកមើលផ្ទះអញ្ចឹងចង់និយាយថាយើងនឹងមានពេលវេលាគ្រាន់បើជាង program ពីមុនគឺគេតម្រូវឲ្យយើងរកមើលផ្ទះភ្លាមអញ្ចឹងបើសិនជាក្នុងករណីទោះជាយើង approve ក៏ដោយបើសិនជាយើងរកផ្ទះអត់ទាន់បានគឺយើងអត់អាចបានលុយនឹងទេអ្នកណាមកគឺអ្នកនឹងដឹងយកចាអញ្ចឹង program ហ្នឹងគឺចេញថ្ងៃ20ជាងនេះអ្នកទាំងអស់គ្នាចាអញ្ចឹងអ្វីដែលខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាចាគឺយ៉ាងណាមិញគឺយើងត្រូវចាប់ឆ្នោតព្រោះមិនមែនតែយើងអ្នកទាំងអស់គ្នាដែលចាប់ហ្នឹងអញ្ចឹងណាចាអញ្ចឹងយ៉ាងណាមិញគឺនេះខ្ញុំសូមបញ្ជាក់កន្លែងហ្នឹងចាគឺ program ហ្នឹងនឹងផុតកំណត់នៅថ្ងៃ
20ជាងនេះអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ចង់ដឹងបញ្ជាក់បន្ថែមគឺអ្នកទាំងអស់គ្នាអាចត្រៀមសំណុំឯកសារចាអញ្ចឹងណាមិញដូចខ្ញុំនិយាយអញ្ចឹងចំណូល income ត100000ជាងឡើងបើយើងអាច qualify បានហើយហ្នឹងយើងអត់ទាន់គិតថាអ្នកទាំងអស់គ្នាជាពាក់អី credit មិនដែរអញ្ចឹងយ៉ាងណាមិញយើងត្រូវការពេលវេលា qualify អ្នកទាំងអស់គ្នាចាអញ្ចឹងអ្នកទាំងអស់គ្នាសម្រាប់កម្មវិធីខ្ចីលុយដែលរដ្ឋគេឲ្យយើងខ្ចីតែគេឲ្យយើងដាក់ 20% down ហ្នឹងគឺនឹងមានចាប់ហើយអញ្ចឹងយ៉ាងណាមិញអ្នកទាំងអស់គ្នាចាប់អារម្មណ៍អ្នកទាំងអស់គ្នាអាចតាក់ទងជាមួយនឹងខ្ញុំផ្ទាល់តាមរយៈទូរស័ព្ទដៃ213 603 6403ឬមួយក៏តាក់ទងនឹងខ្ញុំតាមរយៈ Facebook ចាអញ្ចឹងសម្រាប់ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណច្រើនបាយបាយ